បាទជំរាបសួរដល់បងប្អូនជាទីនឹករលឹកជាថ្មីបន្តទៀតបាទថ្ងៃនេះគឺខ្ញុំសូមលើកយកនៅប្រធានបទមួយដែលទៅនឹងរឿងថ្មីមួយដែលទៅតែចាក់បញ្ចាំងទៅតែនៅtrênក្នុងបណ្ដាញ YouTube របស់គាត់បាទរឿងនេះក៏ទៅដូចជាទំនងគួរសមហើយក៏បាទគួរឲ្យស្បផ្សាយដែរដោយសារតែជាតួសម្ដែងថ្មីបាទដូចជាកូនរបស់ជំទាវត្រីដាណាទេតែគាត់សម្ដែងក៏បានល្អហើយដោយសារតែមានការជ្រុំជ្រែងពីគ្រូសាស្ត្រក៏ដូចជាសមាជិកនៃក្រុមសម្ដែងនឹងបានគួរសមបាទចឹងយើងទៅមើលរឿងនេះទាំងអស់គ្នាតើរឿងនេះវាមានចំណងជើងយ៉ាងណានោះបាទសូមទៅទស្សនាទាំងអស់គ្នាបាទគឺរឿងថាឃ្លាតទៅឆ្ងាយឃ្លាតទៅឆ្ងាយបាទនេះនៅក្នុងបទកម្ម Myriad Production បាទរឿងនេះចេញពេញហើយបាទហើយយើងមើលឡើង trailer តិចសិនមើលមានខ្ញុំនៅក្បែរបាត់ពីខ្ញុំទៅមិនដឹងជាមួយអីទេតែពួកខាងជើខ្ញុំមកវិញមកខ្ញុំចាំមកលើចឹងមិនហេតុពេលណាក៏ខ្ញុំឃើញចាញ់ខ្ញុំដែរសាច់រឿងពេញតម្រងថា Far Away Short Filmភាពតានតឹងនៃសភាវៈតាមតំបន់ព្រំដែននៅតែបន្តដែលនេះជាថ្ងៃទី8ហើយឆ្លុះបញ្ចាំងពីសង្គ្រាមរវាងខ្មែរនិងសៀមអូតែឯងមួយចាំខ្លាំងបន្លែស្រីអើចាំខ្លាំងមិនយកអត់ទេណាផលិតកម្មនេះគឺគាត់បង្កើតមកគឺដំបូងដាក់ក្នុងរឿងនេះតែម្ដងសម្រាប់រឿងនេះតែម្ដងបាទនៅក្នុងរឿងឃ្លាតទៅឆ្ងាយនេះដំបូងបំផុតតែម្ដងណាបាទដែលមានឈ្មោះថា Myriad Production បាទក៏ត្រូវយ៉ាងណាបាទMyriad បាទ Myriad អញ្ចឹងទៅណាបាទអញ្ចឹងសាច់រឿងនេះគឺដឹងតែល្អហើយសាច់រឿងហ្នឹងតើទៅនឹងបច្ចេកទេសតើទៅនឹងថាការរៀបពន្លឺក៏ដូចជាសាច់រឿងហ្នឹងគឺល្អបាទហើយដោយសារតែវាតើទៅនឹងបញ្ហាសង្គ្រាមរបស់កម្ពុជានិងសៀមនៅពេលបច្ចុប្បន្ននេះបាទអញ្ចឹងយើងមើលមកទីទៀតមើលបាទថានេះថាលក្ខណៈថាដល់ពេលដែលសៀមគាត់បាញ់មកណាសាច់រឿងមកទីទៀតមើលបាទចាប់ដើមចលាចលណាចាំបងប្អូនមើលពេញទៅហើយខ្ញុំគាត់ខាងមើលទីតិចទេអត់បានដាក់ពេញដោយសារខ្ញុំមានពេលវេលាខ្លីបន្តិចបាទធ្វើបាទ
Con nó mới khai của thằng đấy. Phu sum to phu lo la nó la đập cái đập kia sao cái đập dây dùng trên tao báo đấy phu ai tam la nó ba nó. Nó mà lao thằng này. Anh sao phu? Ok. Đi chân hôm nay nó sụp phu nâng tay. Phải nâng lắm. Chụp lại bài kia tỉnh nữa. Có vẻ lạnh slow hay chứ còn bạn thì ai thà rất là lỏ. Bà ấy cái bà lo mà người ta có còn ba đây là người về những con treo này sai thì người Khmer bao nhiêu đại banផលិត nàyភាពយន្តនឹងគេថា HD កម្រិត 20 ទៅតិចនេះក៏សាច់រឿងល្អបាទมันមានភាពអាស៊ីស៊ីมันបង្កនៅថាអ្វីៗដល់ក្មេងៗมันល្អចំពោះភ្នែកណាបាទដូចថាមានរឿងថតលាយនៅភាពស្អាតស្រាលដែលវាមិនមានជាប្រយោជន៍អ្វីសម្រាប់ដល់ក្មេងៗចំនួនក្រោយសិស្សដែលកំពុងសិក្សាណាបាទណានិយាយទៅឲ្យតែរឿងណាដែលវាមានសតប្រយោជន៍ដល់សង្គមគឺរឿងនោះហើយគឺជារឿងល្អបាទទោះបីជាសម្ដែងនោះវាมันបានល្អយ៉ាងណាក៏ដោយប៉ុន្តែគោលដៅនោះគឺល្អដើម្បីសង្គមជាតិយើងបាទហើយទី2នោះសាច់រឿងដែលល្អទាំងស្រុងតែម្ដងគឺរឿងរត់តែសរសើររត់តែគ្រប់ត្រូវនឹងពេញចិត្តទាំងស្រុងតែម្ដងបាទដែលថាសិនជាវាមានគ្រប់ទម្រង់បែបបទទាំងអស់ណាហ្នឹងហើយអញ្ចឹងវាអីទេវាស្ថិតក្នុងគោលដៅតែមួយគឺដើម្បីស្ថាបនាដូចជាឆ្លងអាចាំងដល់សង្គមដល់ក្មេងៗបានយល់បានមនសិការជាតិក៏ដូចជាថាចែករំលែកនៅរឿងល្អផលប្រយោជន៍ទាំងអស់គ្នាណាបាទអត់ជះនៅអត្តពលអាក្រក់ដល់ក្មេងៗទេបាទទាំងពាក្យសម្ដីកាយវិការណាមួយក៏ដោយបាទអញ្ចឹងសូមអរគុណច្រើនបាទអញ្ចឹងខ្ញុំសូម review រឿង Clip ទៅឆ្ងាយរបស់មេរៈ production នេះតែប៉ុណ្ណេះបាទជួបគ្នានៅវីដេអូក្រោយជាបន្តទៀតបាទសូមអរគុណសូមជម្រាបលាបាទ